Ok ជំរាបសួរអ្នកទាំងអស់គ្នានេះខ្ញុំមកបង្ហាញអ្នកទាំងអស់គ្នាពីរបៀបនៃការបង្កើត folder ថ្មីមួយដើម្បីយើងដាក់ file របស់យើងហ្នឹងកុំឲ្យវារញ៉េរញ៉ៃឧទាហរណ៍ថាខ្ញុំមានបទចម្រៀងច្រើនបទលាយជាមួយនឹងសំឡេង record សំឡេងរបស់ខ្ញុំអញ្ចឹងខ្ញុំចង់បង្កើត folder ថ្មីមួយដើម្បីយើងដាក់វាចូលគ្នាទៅដាក់វាផ្សេងពីគ្នាទៅកុំឲ្យយើងច្រឡំគ្នាអញ្ចឹងដើម្បីបងប្អូនបង្កើតអញ្ចឹងបានបងប្អូនទាំងអស់គ្នាដំបូងចូលទៅកាន់ app មួយឈ្មោះថា file អូខេបន្តមកទៀតបងប្អូនទាំងអស់គ្នាដើម្បីបង្កើត folder បងប្អូនគ្រាន់តែចុចទៅលើអេក្រង់ឲ្យជាប់អញ្ចឹងវានឹងលោតពាក្យថា new folder មកហើយមួយទៀតដើម្បីចុចឲ្យវាចេញអាហ្នឹងមកគឺបងប្អូនទាំងអស់គ្នាមិនត្រូវចុចទៅលើរូបចម្រៀង file ចម្រៀងឬក៏ file អីផ្សេងទេបងប្អូនទាំងអស់គ្នាត្រូវចុចឲ្យចំក្តារទូរស័ព្ទប៉ុន្តែចុចកុំឲ្យចំ file របស់យើង file ចម្រៀងឬក៏ file record ស្លេងរបស់យើងចុចជាប់មកអូខេបន្តមកទៀតបងប្អូនទាំងអស់គ្នាចុចទៅលើពាក្យថា new folder អញ្ចឹងវានឹងបង្កើត folder ថ្មីនៅខាងក្រោមនេះឲ្យបងប្អូនដាក់ឈ្មោះអញ្ចឹងរកថា file folder នេះខ្ញុំចង់ដាក់ចម្រៀងចូលដាក់ file ចម្រៀងចូលអញ្ចឹងខ្ញុំគ្រាន់តែវាយសងដាក់ឈ្មោះនៅកន្លែងនេះឲ្យយើងស្រួលចំណាំថា folder ហ្នឹងពេលយើងចុចចូលវាទៅយើងនឹងឃើញ file អីគេអញ្ចឹងខ្ញុំដាក់សងមកអូខេប៉ុណ្ណឹងអញ្ចឹងខ្ញុំគ្រាន់តែទៅយក file ចម្រៀងយើងមកដាក់ចូលមកចុចទៅលើវាជាប់អូសវាដាក់ចូលក្នុង folder របស់យើងមកមួយអញ្ចឹងយើងទៅរក file ចម្រៀងផ្សេងមកទៀតមកអូខេអញ្ចឹងយើងដាក់ក្នុង folder សងឲ្យតាចម្រៀងខ្ញុំដាក់ក្នុង folder សងហ្នឹងទៅ2 3 អូខេចូលរកថាខ្ញុំបានយកចម្រៀងរបស់ខ្ញុំមកដាក់ចូលក្នុង folder ហ្នឹងអស់ហើយអញ្ចឹងវាអត់រញ៉េរញ៉ៃជាមួយនឹង file របស់គេផ្សេងទៀតជៀសវាងដើម្បីយើងស្រួលមើលពេលយើងបង្កើត folder អញ្ចឹងទៅយើងស្រួលមើលយើងអត់វាអត់រញ៉េរញ៉ៃច្រើនជាមួយនឹង file ផ្សេងទៀតឧទាហរណ៍ខ្ញុំចង់រើចម្រៀងខ្ញុំគាត់ចុចទៅលើ folder សងហ្នឹងទៅយើងឃើញចម្រៀងរបស់យើងនៅក្នុងហ្នឹងហើយអូខេអញ្ចឹងខ្ញុំបង្កើតមួយទៀតមកដើម្បីខ្ញុំដាក់voice ដាក់សលេង voice record របស់ខ្ញុំម្ដងអញ្ចឹងចុចទៅលើអេក្រង់ឲ្យជាប់បងប្អូនពេលចុចលើអេក្រង់កុំចុចឲ្យចំពីលើ file ហ្នឹងឲ្យសោះបងប្អូនគ្នាចុចឲ្យចំប្រឡោះនៅក្រោមកណ្ដាលហ្នឹងមកអូខេបន្តមកទៀតបងប្អូនអរគ្នាយកពេលថា new folder អូខេអញ្ចឹងខ្ញុំដាក់ voice អូខេអញ្ចឹងអានេះវាជាសលេងរបស់យើងដែលយើងបាន record អញ្ចឹងយើងគ្រាន់តែអូសសលេងរបស់យើងយកទៅដាក់ចូលក្នុង folder ហ្នឹងទៅកុំឲ្យវានៅច្រើនញ៉ៃគ្នាអញ្ចឹងយើងពិបាករើពេលដែលយើងត្រូវការប្រើប្រាស់វាអូខេពេលដែលយើងដាក់ចឹងហើយគឺយើងលេងបើកមកយើងលេងសូវរញ៉េរញ៉ៃដូចមិញហើយមិញគឺ file វាលាយឡំចូលគ្នាមិនថាបទចម្រៀងមិនថាសលេងដែលយើងបាន record មិនថាfile អីផ្សេងអញ្ចឹងយើងគ្រាន់តែចែកជា folder អញ្ចឹងមកឧទាហរណ៍ថាខ្ញុំចង់រើចម្រៀងពេលខ្ញុំចែក folder អញ្ចឹងខ្ញុំចង់រើបទចម្រៀងនៅក្នុងទូរស័ព្ទរបស់ខ្ញុំអញ្ចឹងគ្រាន់តែចុចទៅលើ folder សយើងឃើញចម្រៀងរបស់យើងនៅក្នុងហ្នឹងបើខ្ញុំចង់រើសលេងនេះខ្ញុំបាន voice ដូចខ្ញុំ record អញ្ចឹងចុចលើវាថា voice ហ្នឹងមក folder voice យើងនឹងឃើញសលេងរបស់យើងអញ្ចឹងទូរស័ព្ទយើងមានសណ្ដាប់ធ្នាប់យើងស្រួលរើយើងអត់ខាតពេលវេលាសម្រាប់អង្គុយអូសរើចម្រៀងឬក៏សលេង voice record របស់យើងបាទអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេអរគុណអ្នកទាំងអស់គ្នាជូនពរសំណាងល្អ